លំហាត់លេខ 4 លំហាត់លេខ 4 បងអូនមើលប្រធាននៅក្នុងกระดาษនៅក្នុងกระดาษរបស់យើងហើយផ្ទៀងផ្ទាត់ជាមួយលោកគ្រូណាលោកគ្រូបញ្យល់លើกระดาษឃានទៅបងអូនមើលប្រធាននៅក្នុងกระดาษហ្នឹងណាគេថាអូស្មန်បរិសុទ្ធមួយមានមៀតអញ្ចឹងមៀតយើងតាំងដល់សវេណាមានន័យថាអូស្មန်បរិសុទ្ធហ្នឹងវាមានមៀតដោយសារតែយើងដាក់អូស្មန်នៅក្នុងអីគេអូនដោយសារយើងដាក់អូស្មန်នៅក្នុងធុងអញ្ចឹងនៅពេលដែលយើងដាក់អូស្មန်នៅក្នុងធុងអញ្ចឹងមានន័យថាអូស្មန်ហ្នឹងវាមានមៀតដូចទៅនឹងមៀតធុងដែលផ្ទុកអូស្មန်ហ្នឹងហើយណា10សេកុនដក2ម៉ែត្រគីប v ស្មើនឹង10សេកុនដក2ម៉ែត្រគីបស្ថិតនៅក្រោមដឹងនឹងមានម៉ាស់ណាម៉ាស់តាំងដល់សអឹមស្មើជាមួយនឹង32គុណនឹង10សេកុនដក2គីឡូក្រាមនៅសីតុណ្ហភាព27អង្សាសេបងអូនត្រូវបូក273ណាព្រោះសីតុណ្ហភាពអង្សាសេយើងត្រូវបដូរទៅកែលវិនណាស្មើនឹង27បូក273 300កែលវិនក្រោមសម្ពាធតាមដល់សពេគេឲ្យមក2.493គុណនឹង10សេកុន6ប៉ាស្កាល់ណាអញ្ចឹងបងប្អូននេះសមត្ថកម្មដែលគេឲ្យមានមៀតធុងផ្ទុកស្មានម៉ាស់របស់ស្មាននៅក្នុងធុងសីតុណ្ហភាពនៅក្នុងធុងសម្ពាធនៅក្នុងធុងនេះសំណួរទីកគណនាចំនួនម៉ូលរបស់អូស្មန်នោះណាហើយលោកគ្រូកាត់បដ ாய் ទៅចំនួនម៉ូលតាំងដល់សអិនណាយើងអាចរកចំនួនម៉ូលតាមរូបមន្តដោយលោកគ្រូបយមសមិញក្នុងករណីរកចំនួនម៉ូលនេះគឺគេប្រាប់ v t និង p យើងអត់មានរកចំនួនម៉ូលតាមរូបមន្តចំនួនម៉ូលគុណវាទេគឺយើងរកតាមរូបមន្តសមីការស្មើបរិសុទ្ធណាអញ្ចឹងតាមសមីការស្មើបរិសុទ្ធមក PV ស្មើនឹង nRT បន្ទាប់មកយើងទាញរក n មកណានៅឲ្យ n ស្មើនឹង PV នៅលើ RT រួចហើយយើងចំនួនចូលមកណា PV ស្គាល់ T ស្គាល់ហើយ R 8.31ណាសំណួរទីខគណនាម៉ាស់ម៉ូលរបស់ស្មានអញ្ចឹងម៉ាស់ម៉ូលយើងតាំងដោយ m ធំណាម៉ាស់ម៉ូលគណនាម៉ាស់ម៉ូលស្មាន m ធំគឺយើងរកតាមចំនួនម៉ូលម្ដងចំនួនម៉ូលស្មើនឹងម៉ាស់នៅលើម៉ាស់ម៉ូលអញ្ចឹងគោលដៅរបស់យើងចង់បានម៉ាស់ម៉ូលណាម៉ាស់ម៉ូលចែកបោះរំលងមកអង្គទី1គុណនឹង n គុណបោះទៅអង្គទី2ចែកអញ្ចឹងវាទៅជាម៉ាស់ម៉ូលស្មើនឹងម៉ាស់ចែកនឹងចំនួនម៉ូលអញ្ចឹងម៉ាស់យើងស្គាល់ហើយចំនួនម៉ូលរកឃើញក្នុងសំណួរទីកហើយអញ្ចឹងយើងអាចរកម៉ាស់ម៉ូលឃើញបងអូនតើអត់អូនទី5ក្នុងកែវបាឡុងមួយមានចំណុះបងអូនចំណុះហ្នឹងគឺមៀតណាដូចដបទឹកដែលយើងអាទូចហ្នឹងគឺចំណុះវា500មីលីលីត្រអារៀងធំធំហ្នឹងគេហៅ 1.5 លីត្រឬក៏យើងហៅតែ1500មីលីលីត្រណានឹងចំណុះហ្នឹងគឺមៀតទឹកដែលអាចផ្ទុកនៅក្នុងដបនឹងបានតែណាដូនអញ្ចឹងគេថាក្នុងកែវបាឡុងមួយមានចំណុះហ្នឹងគឺមៀតហ្នឹងហើយតែណាតាំងដល់សវេណាអបាឡុងចុះលោកគ្រូគូកែវបាឡុងមួយនេះកែវបាឡុងនេះអញ្ចឹងកែវបាឡុងនេះគឺមានមៀតណាវេស្មើនឹង20ដេស៊ីម៉ែត្រគីបបង បើយើងបាយធម្មតាដេស៊ីម៉ែត្រទៅម៉ែត្រវាដក1ប៉ុន្តែគីបយើងគុណនឹង3អញ្ចឹងណាអញ្ចឹងវាបាន20
គុណនឹង10សេគុណដក3ម៉ែត្រគីបទៅទៀតមានអូស្មန်បរិសុទ្ធនៅស្ថានភាព300 Kelvin អញ្ចឹង300 Kelvin បងអូនអត់បំបាយទៀតទេវាត្រូវស្ថានភាពដាច់ខាតហើយណាសម្ពាធក៏អត់ចាំបាក់បំបាយទៀតដែរ20គុណនឹង10សេគុណ5 Pascal អត់បំបាយដែរណាត្រូវຂ្នាតរបស់វាណាសំណួរទីកគណនាចំនួនម៉ូរបស់អូស្មန်អញ្ចឹងកបងអូននឹងហៅថាចំនួនម៉ូយើងតាំងដល់ស n ណាវានៅដដែលហ្នឹងឯងគឺតាមរូបមន្ត PV ស្មើនឹង nRT ហើយទាញរក n មកណាស្មើនឹង PV នៅលើ RT ព្រោះអី RT នេះយ៉ាងម៉េចគុណរបស់លងតអង្គទី1ចែកវាទៅជា RT នៅភាគបែងហ្នឹងចឹងសមត្ថកម្មទាំង3នេះគ្រប់ហើយសម្រាប់យើងជួសជុលខគណនាធម្មពល cinetic សរុបអូស្មန်ទាំងអស់ដែលនៅក្នុងកែវបាឡុងអញ្ចឹងសំណួរទីខហ្នឹងគឺគណនាធម្មពល cinetic សរុបយើងតាំងដល់សកណាធម្មពល cinetic សរុបការធម្មពល cinetic មធ្យមការ AV អញ្ចឹងរូបមន្តដែលយើងត្រូវប្រើមកលោកគ្រូដាក់រូបមន្តទាំងអស់ណាបងនឹងហៅថានៅក្នុងទំព័រទី1ក្តាររូបមន្តរបស់យើងទំព័រទី1ហ្នឹងគឺរូបមន្តធម្មពល cinetic សរុបហ្នឹងនៅក្នុងលេខ9ណាទី9ណា9ទី9មានច្រើនណាការស្មើនឹង n ការ AV ស្មើទៀតស្មើនឹង3លើ2 PV ស្មើនឹង3លើ2 nRT ស្មើនឹង3លើ2ការ BNT យកមួយណាណាបើមានច្រើនបែបនេះធ្វើម៉េចអូនរូបមន្តវាច្រើនមែន1 2 3 4យកមួយណាអូនយកមើលសមត្ថកម្មអានេះអត់ទេអត់អាចយកតាមនេះបានទេតែណាតាមនេះបានដោយសារ PV ស្គាល់ណាតាមនេះក៏បានតាមនេះក៏បានតាមនេះក៏អត់បានដែរណាយកស្គាល់ចំនួន molecule ណាអញ្ចឹងរូបមន្តពីរនេះយកមួយណាក៏បានដែរប៉ុន្តែលោកគ្រូផ្ដល់យោបល់គឺយកតាម3លើ2 PV ល្អជាងមិនបាន3លើ2 PV ល្អជាងដោយសារតែ P ហើយនឹង V គឺជាសមត្ថកម្មដែលជាសមត្ថកម្មបំរាប់ដែលគេឲ្យនៅក្នុងប្រធានវាល្អជាងត្រង់ថាយើងអត់ចាំបាក់ភ័យបារម្ភថាគណនា n ខុសក៏ត្រូវទេណាបើយើងគណនាលេខគណនាសំណួរទីកនេះខុសអញ្ចឹងយើងជួសចូលរកការសរុបនេះក៏ខុសដែរតែណាណាអញ្ចឹងយើងយក PV 3លើ2 PV ល្អជាងត្រង់ថាវាមានតម្លៃនៅក្នុងសមត្ថកម្មស្រេចអត់បាក់ភ័យខុសណាបើយើងយកអានេះយើងបារម្ភថាខ្លាចគិតលេខខុសអញ្ចឹងជួសលេខចូលនេះខុសដែរតែណាយល់បានអត់បងប្អូនទាំងគ្នាណាយល់លោកគ្រូ